តអ្នកដឹងទៀតថាមានអាវុធមួយដែលអាចបាញ់រ៉ុកែត40គ្រាប់ក្នុងរយៈពេលត្រឹមតែ20វិនាទីតែប៉ុណ្ណោះវាគឺជា BM-21 Garand ប្រព័ន្ធបាញ់រ៉ុកែតច្រើនគ្រាប់ដែលត្រូវបានបង្កើតឡើងដោយសហភាពសូវៀតក្នុងឆ្នាំ1963ដែលលើរថយន្តមួយគ្រឿងមានបំពង់បាញ់ចំនួន40បំពង់ដែលអាចបាញ់រ៉ុកែតទំហំ122មីលីម៉ែត្រទៅកាន់គោលដៅនៅចម្ងាយរាប់សិបគីឡូអ្វីដែលឲ្យ BM-21 គួរឲ្យខ្លាចគឺមិនមែនកម្លាំងរបស់រ៉ុកែតមួយគ្រាប់ទេប៉ុន្តែជាការបាញ់ទាំង40គ្រាប់ក្នុងពេលតែមួយដែលអាចគ្របដណ្ដប់លើផ្ទៃដីដ៏ធំមួយនៅពេលរ៉ុកែតទាំងនោះធ្លាក់ទៅដល់គោលដៅសម្លេងផ្ទុះជាបន្តបន្ទាប់អាចបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែភាពសាមញ្ញតម្លៃថោកនិងប្រសិទ្ធភាពខ្ពស់ BM-21 Garand ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនជុំវិញពិភពលោកអស់រយៈពេលជាង60ឆ្នាំមកហើយហើយនេះរ៉ុកែតស្តង់ដារ122មីលីម៉ែត្ររបស់ BM-21 Garand មួយគ្រាប់មានក្បាលគ្រាប់ផ្ទុះប្រហែល18ទៅ20គីឡូក្រាមដែលនៅក្នុងនោះសារធាតុផ្ទុះមានប្រហែលជាង6ទៅ7គីឡូក្រាមជាទូទៅតំបន់គ្រោះថ្នាក់ខ្លាំងនៅជិតចំណុចផ្ទុះអាចមានរាប់សិបម៉ែត្រអ្វីដែលធ្វើឲ្យ BM-21 គ្រោះថ្នាក់ខ្លាំងជាទូទៅការបាញ់40គ្រាប់អាចគ្របដណ្ដប់ផ្ទៃដីប្រហែល 7.2 ហិកតាឬប្រហែលស្មើនឹងទីលានបាល់ទាត់10កន្លែងនេះ40គ្រាប់មិនមែនផ្ទុះក្នុងរង្វង់40ឬ40ម៉ែត្រទេប៉ុន្តែវាត្រូវបានរចនាឡើងដើម្បីគ្របដណ្ដប់តំបន់ធំទូលាយមួយទាំងមូលតើអ្នកគិតថា BM-21 Garand ជាប្រព័ន្ធរ៉ុកែតដ៏គួរឲ្យខ្លាចបំផុតមួយក្នុងប្រវត្តិសាស្ត្រដែរឬទេសរសេរមតិរបស់អ្នកនៅខាងក្រោម